ตาหูชาจูไอมนังอ่ะอย่าได้รู้จิตงานให้อร่อยติดหายสำคัญงี้สวยเธอตีตาบางปอนมันดังปีเต็งในเด็กยมชาตาหูจูไอมต่างออกนี่บางปอนเมียนตาหูว่าสะโดบิชาจมูกหนึ่งกิชายมาชาจูไอมจังเมื่อรู้จิตไม่ได้เมียนไอประบะเตบางปอนเมียนตาหูจังเมาส์บางปอนจังหนักประมาณดมกับมันได้สำคัญแต่เลยบางปอนจังหกมันจังนั้นนะให้จมูกหนึ่งสลักต้มจมูกหนึ่งเพ่งจ้องสกอซอบิเชนบอลไอตามนังตือประตูมาคือตาหูนั่นคือยมหันดมใบยังโยตมปองสันนะปองไอสวยสันนะเติมยมโยมาชาอย่าเติมไงคือประบะจิงเก้ขนมกาหอมหอบถ้าดังถือเพิ่มหอบไอ้ดังถือชาไอ้สลอยนังไงเจ้าบางคนได้กวาดประบาขนมกาหอมหอบด้วยยมอ่ะบางคนไอ้เมื่อวิดีโอบางยมบานอย่างเต้คือยมเมียนหมกหอบทำไมพลายเฉินโดยตะหูชาจูไอมนังจังบางคนต่างគ្នាอย่างเต้คือใจแต่เกิดใจแต่ชนะยี่นะปันใต้สำคัญดูจีเจนเมาส์มันน้อยยี่ช่างคลังเหม็นเต้นธรรมดาตะหูคือยมชาจมูกหนึ่งก็ใช่ปันใต้เลือกนี่ยมจังสะชาจูไอมาดองเมื่อไม่ได้ยมหันสลักเติมหันไอ้หายคือยมหนักเตี้ยนั่นดำใบปองตะหูเส้นให้ติดในขนมกามปองตะหูดังอ่ะบางปองต่างគ្នាដាក់ខ្លាញ់កដៅសិនចំណាក់តหูចូលតែកាលណាខ្លាញ់អត់តកដៅទេយើងដាក់តหูចូលតหูនឹងវាបែកយាយវាជាប់ជាមួយនឹងពេលដាក់ចូលហើយយើងទុកវាឲ្យក្រៀមឲ្យវាក្រហមមកជាហៀងហើយចាំយើងប្រែតែកាលណាយើងប្រែទាំងអត់តក្រហមតหูនឹងគឺធានាដឹងតែបែកហ្មងចឹងបងប្អូនទាំងអស់គ្នាសាកធ្វើតាមខ្ញុំមើលនិយាយទៅគឺតหูងាយស្រួលពងហើយអត់បែកទៀតហើយពេលដែលយើងឆាទៅគឺវានៅដុំល្អទៀតហើយចំពោះឆានេះខុសប្លែកពីគេនិយាយទៅគឺខ្ញុំលាយគ្រឿងហើយធម្មតាឆាពេលដែលយើងដាក់ពងខ្ទឹមពងអីហើយចាំបានយើងដាក់សាច់ដាក់អីចូលចឹងហើយយើងដាក់គ្រឿងតែចំពោះឆាជូអែមនេះគឺខ្ញុំដាក់ទឹកសាបចូលដាក់ប្រេងខ្យងចូលបន្តិចមកបន្ទាប់មកខ្ញុំដាក់ទឹកស៊ីអ៊ីវចូលហើយនឹងដាក់ទឹកម្ទេសចូលបងប្អូនទាំងអស់គ្នាទឹកម្ទេសទឹកប៉េងប៉ោះគឺយើងដាក់ដើម្បីឲ្យវាមានជាតិជូអែមនៅក្នុងហ្នឹងហឹលជូអែមណាហើយយើងដាក់ស្ករសដាក់ប៊ីចេងដាក់ស៊ុបខ្នុរបន្ថែមបន្តិចមកបន្ទាប់ពីយើងដាក់គ្រឿងគ្រប់សពអស់ហើយយើងចាប់ផ្ដើមកូរច្បល់វាដើម្បីឲ្យវាលាយចូលគ្នាជាមួយនឹងទឹកជាមួយនឹងស្ករអំបិលប៊ីចេងអីហ្នឹងទៅហើយបន្ទាប់មកបានខ្ញុំយកមកដាក់ឆាហើយកុំភ្លេចភ្លក់គ្រឿងនឹងផងតើវារសជាតិឆ្ងាញ់នៅជូអែមល្មមនៅបន្ទាប់ពីយើងដាក់ខ្ទះក្តៅហើយខ្ញុំដាក់ស្លឹកខ្ទឹមចូលខ្ញុំអត់មានប្រើខ្ទឹមសទេឆាពេលណាដែលខ្ញុំដាក់ស្លឹកខ្ទឹមដាក់គល់ខ្ទឹមអញ្ចឹងវាឈ្ងុយជាងខ្ទឹមសទៀតហើយខ្ញុំចាក់ទឹកគ្រឿងដែលខ្ញុំលាយមិញនឹងចូលបន្ទាប់ពីដាក់គ្រឿងនឹងចូលហើយទុកវាឲ្យពុះមកស្ទុះមកនិយាយទៅគឺបងប្អូនទាំងអស់គ្នាដាក់តាហ៊ូចូលមកដោយតែរួចរាល់អញ្ចឹងដោយសារអីទឹកគ្រឿងរបស់យើងហ្នឹងគឺវាមានរសជាតិឆ្ងាញ់ស្រាប់ហើយអញ្ចឹងពេលដែលយើងដាក់តាហ៊ូចូលមកគឺដូចតែឆ្អិនអញ្ចឹងដោយសារតាហ៊ូយើងក៏យើងកំពងហើយដែរអញ្ចឹងបានថាឆាតាហ៊ូជូអែមនេះងាយធ្វើខ្លាំងមែនតើងាយធ្វើប៉ុន្តែនិយាយទៅរសជាតិឆ្ងាញ់មិនណយទេបងប្អូនដែលគាត់ចង់ហូបតាហ៊ូឆាជូអែមអាចសាកល្បងធ្វើបាននិយាយទៅងាយស្រួលធ្វើហើយសំខាន់អ្នកអត់ចេះធ្វើម្ហូបក៏អាចធ្វើបានដែរខណៈមើលវីដេអូហ្នឹងហើយគឺបងប្អូនទាំងអស់គ្នាអាចធ្វើបានហើយពេលដាក់តាហ៊ូនឹងចូលហើយបងប្អូនទាំងអស់គ្នាឆាច្បល់មកស្ទុះទៅដើម្បីឲ្យទឹកគ្រឿងនេះវារៀងរីងតិចណាពេលដែលរីងតិចទៅវារៀងខាប់អញ្ចឹងហើយគឺតាហ៊ូរបស់យើងគឺវាកាន់តែចូលជាតិកាន់តែមានជាតិទៀតមុខម្ហូបមួយមុខនេះចំណាយលុយតិចហើយនិយាយទៅហូបបាយអស់មួយចានពីរចានអត់ដឹងខ្លួនទេដោយសារតែរសជាតិវាគឺជូអែមឆ្ងាញ់អញ្ចឹងហ្មងហើយកុំភ្លេចជាមួយនឹងស្លឹកខ្ទឹមយើងរោយពីលើមកអូយឡើងឈ្ងុយផ្ទះ2ផ្ទះ3ហ្មងបងប្អូនហើយមុខម្ហូបមួយមុខហ្នឹងគឺល្អមែនតើសម្រាប់បងប្អូនដែលគាត់អត់សូវមានពេលធ្វើម្ហូបគាត់អ្នកដែលធ្វើការងារច្រើនណានិយាយទៅគឺធ្វើលឿនហើយរសជាតិវិញអត់ចាញ់ម្ហូបយើងទិញពីហាងគេមកម៉ាទេអញ្ចឹងបងប្អូនដែលគាត់មានពេលតិចតួចអីបងប្អូនអាចសាកធ្វើមុខម្ហូបមួយមុខនឹងបានហើយចំពោះតាហ៊ូឆាជូអែមនេះវិញមិនថាក្មេងមិនថាចាស់ទេគឺគាត់ចូលចិត្តដូចគ្នាហើយចំពោះបងប្អូនដែលគាត់ចូលចិត្តវីដេអូការធ្វើម្ហូបរបស់ខ្ញុំកុំភ្លេចជួយចុច like ចុច share ហើយនិង subscribe ម្នាក់មួយផងដើម្បីឲ្យកម្លាំងចិត្តធ្វើវីដេអូពីការធ្វើម្ហូបចែកជូនបងប្អូនទាំងអស់គ្នានិងតិចនេះធ្វើម្ហូបមួយចំនួនដល់បងប្អូនទាំងអស់គ្នាអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រ